សួស្តីបងប្អូនទាំងគ្នាចឹងវីដេអូនេះខ្ញុំបង្ហាញពីរបៀបផុសរូបភាពបូកជាមួយនឹងការ check in យកតែម្ដងឥឡូវយើងបានធ្វើការកែប្រែឲ្យការផុសរូបហ្នឹងយើងអាច check in នៅលើនឹងបានតែម្ដងបាទនេះគឺទម្រង់ចេះខ្ញុំបានបន្ថែមផុសរូបបូក check in កាលណាយើង select យក first មានន័យថាវាចាប់ទី1ឈ្មោះទី1ហ្នឹងយកមកអញ្ចឹងបើកាលណាយើងចង់បដូរយើងសរសេរទី1ហ្នឹងយើងចង់ check in នៅណាយើងសរសេរថ្មីទៅទម្រង់ទី1ឬក៏យើងចង់ឲ្យវា check in random យើងយក random មកអាហ្នឹងអញ្ចឹងចំពោះការដែលវាចូលមកផុសគឺវានឹងធ្វើការ check in ទៅតាមអ្វីដែលយើងរើសកំណត់មិញបាទមិញយើងកំណត់យកទី1យក New York ហ្នឹងអញ្ចឹងគឺពេល check in វានឹង check in រើសយក New York បាទចឹងវា search រក New York សិនបើឲ្យ select ចឹងបើយើងរើសយកrandom នឹងមិញគឺវានឹងផុសcheck in រើសយកទីតាំងដែលយើងដាក់ random នោះមួយជួរមួយហ្នឹងវានឹងរើសយកទីតាំងគេឥឡូវវាផុសហើយអូខេនេះដូចគ្នាវានឹង select ទីតាំងហ្នឹងហើយបាទបានវាទៅផុសខ្ញុំវាផុស check in អញ្ចឹងបាទអាហ្នឹងគឺវាចាប់ទៅលើទីតាំងដែលយើង select គឺបើយើងយក first នេះមានន័យថាវាចាប់ជួរទី1បើយើងយក random គឺវាចាប់តាម random ទៅតាមអ្វីដែលយើងដាក់នៅក្នុងហ្នឹងគេវីដេអូហ្នឹងតែប៉ុណ្្នឹងវាផុសមួយទៀតនេះយើងកំណត់ដល់ផុស limit 2ហ្នឹងឲ្យវាផុសមក account 2មក account 2ហ្នឹងចឹងមិញផុសមួយឥឡូវវាផុសមួយទៀតចំពោះការផុសវាអត់ដូចគ្នាទេ account ខ្លះវាផុសនៅក្នុងnew feed នឹងតែម្ដង account ខ្លះគឺវាចូលទៅ profile វាបានវាផុសហើយទំហំ profile ដែលយើងមើលឃើញផ្ទាល់ក្នុង page មើលថាវាប៉ុនគ្នាប៉ុន្តែ code ដែលវាបង្ហាញនៅខាងក្នុងនោះគឺអត់ដូចគ្នាទេទំហំ profile មួយគឺខុសៗគ្នា